យើងចង់ឲ្យស្រុកយើងស្អាតតែយើងទាំងអស់គ្នាបង្កបញ្ហាបាទខ្ញុំមានរដ្ឋបាលស្រុកក៏ជួបមុខឲ្យលោកអភិបាលស្រុកជំនុំពោឲ្យបងប្អូនពលរដ្ឋដែលរស់នៅតាមបណ្ដោយបន្លាយនេះពិសេសបងប្អូននៅក្រោយនៅមុខនេះគឺឃើញថាមួយរយៈក្រោយនេះគឺសម្រាមឃើញថាការទុកដាក់សម្រាមនោះគឺអត់បានល្អទេនៅស្រុកជុំរបស់យើងនេះមានសេវាតសម្រាប់បាត់យកសម្រាមមានឡានមានអីបងប្អូនអត់ប្រើយកសម្រាមយកមកចោលនៅលើប៉ះពាល់អីខ្លះគឺបងប្អូនមើលសម្រាមគោបើទៅ2ឡានខ្លួនអស់ហនបាទបងប្អូនមើលយើងចង់ឲ្យស្រុកយើងស្អាតតែកើតណាយើងចង់ឲ្យស្រុកយើងស្អាតតែយើងទាំងអស់គ្នាបង្កបញ្ហាគឺយកសម្រាមមកចោលអញ្ចឹងសំណូមពរថាបងប្អូននៅខាងក្រោយនេះជួលផ្ទះជួលអីហ្នឹងគឺយើងអ្នកម្ចាស់ផ្ទះហ្នឹងត្រូវតែមានកន្លែងឲ្យប្រជាពលរដ្ឋឬក៏អ្នកជួលផ្ទះទៅដាក់សម្រាមឲ្យបានត្រឹមត្រូវទៅកុំយកមកចោលអញ្ចឹងចោលមិនល្អមើលទេវាលិនត្រេកខ្វក់ប៉ះពាល់ដល់សុខភាពរបស់យើងទាំងអស់គ្នាទៀតប្រជាពលរដ្ឋយើងអញ្ចឹងក្នុងនាមអាជ្ញាធរគឺសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយបន្លាយក៏ដូចជាជុំវិញនេះសូមទុកដាក់សម្រាមឲ្យបានល្អព្រោះស្រុកយើងមានសេវាសម្រាប់យកសម្រាមបាទអញ្ចឹងសូមអរគុណ